អ្នកដឹងទេថាអធិរាជចុងក្រោយរបស់ប្រទេសចិនគឺជាក្មេងប្រុសអាយុត្រឹមតែ2ឆ្នាំប៉ុណ្ណោះដោយនៅឆ្នាំ1908ពូយីត្រូវបានលើកឡើងឲ្យគ្រងរាជ្យជាអធិរាជនៃរាជវង្សឈិងដែលជារាជវង្សចុងក្រោយរបស់ចិនប៉ុន្តែនៅពេលនោះប្រទេសចិនកំពុងតែជួបវិបត្តិនយោបាយនិងសម្ពាធពីបរទេសដោយនៅឆ្នាំ1911ហ្នឹងបដិវត្តន៍ស៊ីនហៃបានផ្ទុះឡើងមួយឆ្នាំចុងក្រោយមកពូយីត្រូវបានបង្ខំឲ្យដាក់រាជ្យបញ្ចប់របស់អធិរាជដែលបានគ្រប់គ្រងចិនអស់រយៈពេលជាង2000ឆ្នាំក្រោយមកជប៉ុនបានតែងតាំងព្រះអង្គជាអធិរាជនៃរដ្ឋម៉ាន់ជូគូប៉ុន្តែអំណាចពិតប្រាកដគឺវាស្ថិតនៅក្នុងដៃជប៉ុនបន្ទាប់ពីសង្គ្រាមលោកលើកទី2ពូយីត្រូវបានចាប់ខ្លួនហើយរស់នៅជាពលរដ្ឋធម្មតាម្នាក់រហូតដល់មរណភាពនៅឆ្នាំ1967រឿងនេះគឺបង្ហាញពីអធិរាជនៃចក្រភពដ៏ធំមួយទៅជាពលរដ្ឋសាមញ្ញម្នាក់នោះគឺជាជីវិតដ៏អស្ចារ្យរបស់ពូយីអធិរាជចុងក្រោយនៃប្រទេសចិន